សង្ឃឹមថាវីដេអូមួយនេះនឹងចែករំលែកចំណេះដឹងជាមួយអ្នកទាំងអស់គ្នាទាក់ទងនឹងការថែទាំសុខភាពខួរក្បាលរបស់លោកអ្នកដើម្បីរកប្រាក់ចំណូលបានច្រើនមនុស្សយើងត្រូវខិតខំធ្វើការមិនថាយប់មិនថាថ្ងៃមានអ្នកខ្លះលើកទ្រឹស្ដីមួយឡើងថាដើម្បីមានលុយចាយវាយហឺហាត្រូវខិតខំធ្វើការដោយមិនមានពេលសម្រាកនោះទេមុនពេលដែលលោកអ្នកអនុវត្តតាមទ្រឹស្ដីខាងលើនេះសូមមកស្ដាប់អំពីថាតើមានរឿងអ្វីកើតឡើងប្រសិនបើខួរក្បាលរបស់មនុស្សយើងមិនមានពេលសម្រាកខ្លះជាមុនសិនសូមបញ្ជាក់បន្តិចថាវីដេអូនេះធ្វើឡើងដោយដកស្រង់ចេញពីសារខ្លីមាននៅក្នុង Facebook របស់អង្គការសុខភាពពិភពលោកប្រទេសហ្វីលីពីនខ្ញុំនឹងដាក់ដំណរជាប់សម្រាប់លោកអ្នកទាំងអស់គ្នាចូលទៅអានបន្ថែមហើយបើសិនជាមិនចង់អានជាភាសាអង់គ្លេសលោកអ្នកក៏អាចស្ដាប់ការបកស្រាយជាភាសាខ្មែរក្នុងវីដេអូមួយនេះបានផងដែរការពិតទាក់ទងនឹងខួរក្បាលលោកអ្នកត្រូវដឹងថាខួរក្បាលរបស់មនុស្សយើងមិនដែលបានបញ្ឈប់ការធ្វើការងាររបស់ខ្លួននោះទេបើទោះបីជារាងកាយរបស់យើងនឿយហត់អស់កម្លាំងយ៉ាងណាក៏ដោយប៉ុន្តែការដែលមនុស្សយើងបន្តគិតនេះគិតនោះហើយមិនមានការទទួលសម្រាកបានខ្លះនោះអរម៉ូននៃភាពតានតឹងផ្លូវចិត្ត stress នឹងកើតឡើងតែដាក់បន្ទុកដល់បេះដូងនិងសម្ពាធក្នុងសរសៃឈាមរបស់មនុស្សយើងជាបន្តបន្ទាប់សូមបញ្ជាក់ដែរថាការសម្រាកត្រង់ចំណុចនេះមិនមែនមានន័យថាឲ្យមនុស្សយើងឈប់ធ្វើការអ្វីទាំងអស់នោះទេលោកអ្នកគួរតែមានពេលវេលាខ្លះសម្រាប់ខ្លួនឯងដូចជាធ្វើដំណើរកម្សាន្តឬសាកថ្មជីវិតគេឲ្យបានគ្រប់គ្រាន់ចន្លោះពី7ម៉ោងទៅ9ម៉ោងច្រើនបំផុតហាត់ប្រាណនៅបានទៀងទាត់ឬធ្វើសមាធិដើម្បីកុំឲ្យចិត្តនេះចេះតែខ្វល់ខ្វាយច្រើនពេកទុកពេលខ្លះសម្រាប់សម្រាកការសាកថ្មជីវិតខ្លះអាចបានតែកុំសាកថ្មជីវិតច្រើនពេកប្រយ័ត្នថ្មនោះសាកលែងចូលតោះយើងបន្តនិយាយអំពីការពិតផ្សេងទៀតទាក់ទងនឹងខួរក្បាលបន្តទៀតពេលមនុស្សយើងមានភាពតានតឹងផ្លូវចិត្តតែវានឹងបង្កការឈឺចាប់ដល់រាងកាយរបស់យើងហើយការដែលភាពតានតឹងផ្លូវចិត្តបន្តរ៉ាំរ៉ៃ chronic stress ជាប់នៅក្នុងខ្លួននោះវានឹងធ្វើឲ្យបេះដូងលូតញាប់ខុសធម្មតាហើយបង្កឲ្យសរសៃឈាមឡើងតឹងណែនយូរទៅធ្វើឲ្យសម្ពាធឈាមរបស់លោកអ្នកឡើងខុសធម្មតាហើយបង្កជាគ្រោះថ្នាក់ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនិងបេះដូងសូមបញ្ជាក់ថាមនុស្សយើងគ្រប់គ្នាតែងតែមានភាពតានតឹងចិត្តដោយជាមិនរួចគ្រាន់តែកុំបណ្ដោយឲ្យភាពតានតឹងចិត្តនោះនៅជាមួយលោកអ្នកយូរពេកសូមរកពេលខ្លះទម្លាក់ភាពតានតឹងក្នុងចិត្តរបស់លោកអ្នកចោលខ្លះបើសិនជាអាចមកដល់ចំណុចនេះតើលោកអ្នកគិតតែប្រើប្រាស់ខួរក្បាលដោយមិនមានពេលសម្រាកដែរទេហើយសកម្មភាពអ្វីខ្លះដែលលោកអ្នកធ្វើដើម្បីឲ្យខួរក្បាលរបស់លោកអ្នកទទួលបានការសម្រាកសូមបញ្ចេញមតិយោបល់ក្នុងប្រអប់ comment ខាងក្រោមហើយកុំភ្លេចចុច like និង subscribe មួយផងចុះបើខួរក្បាលរបស់មនុស្សយើងទទួលរងសម្ពាធវិញតើនឹងមានអ្វីកើតឡើងពេលខួរក្បាលរបស់មនុស្សយើងទទួលរងសម្ពាធធ្ងន់ធ្ងរវានឹងបង្កឲ្យសម្ពាធឈាមឡើងខ្ពស់ផងដែរសម្ពាធឈាមឡើងខ្ពស់អាចធ្វើឲ្យសរសៃឈាមតូចក្នុងខួរក្បាលរបស់លោកអ្នកចុះសោកហើយនៅពេលដែលសរសៃឈាមតូចកកស្ទះឬខូចខាតវាបណ្ដាលឲ្យផ្នែកខ្លះនៃខួរក្បាលលែងដំណើរការនេះហើយជាមូលហេតុធ្វើឲ្យមនុស្សយើងកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាលសូមចាំថាខួរក្បាលរបស់យើងទទួលរងសម្ពាធធ្ងន់ធ្ងរគឺតាមរយៈការគិតពីនេះពីនោះច្រើននិងភាពតានតឹងចិត្តបន្តរ៉ាំរ៉ៃជាប់ជាប្រចាំជាមួយនឹងលោកអ្នកដូចនេះហើយទើបលោកអ្នកគួរតែមានពេលខ្លះសម្រាប់សម្រាកផងដែរតែពេលដែលលោកអ្នកអនុញ្ញាតឲ្យខួរក្បាលរបស់លោកអ្នកបានសម្រាកខ្លះនោះខួរក្បាលរបស់លោកអ្នកនឹងចាប់ផ្ដើមដំណើរការសារជាថ្មីឡើងវិញម្ដងទៀតហើយរាងកាយរបស់លោកអ្នកនឹងត្រឡប់មកមួយប្រក្រតីឡើងវិញការគេងនិងសម្រាកបានគ្រប់គ្រាន់នឹងជួយកាត់បន្ថយភាពតានតឹង stress របស់លោកអ្នកហើយធ្វើឲ្យចង្វាក់បេះដូងលូតដោយប្រក្រតីដែលការពារសុខភាពរាងកាយរបស់លោកអ្នកក្នុងរយៈពេលមួយវែងជាចុងក្រោយការថែទាំសុខភាពខួរក្បាលរបស់លោកអ្នកប្រៀបបានដូចជាលោកអ្នកថែទាំសុខភាពបេះដូងរបស់ខ្លួនផងដែរឬអាចនិយាយយ៉ាងទៀតបានថាថែទាំសុខភាពផ្លូវកាយរបស់លោកអ្នកនឹងជួយឲ្យសុខភាពផ្លូវចិត្តបានល្អប្រសើរផងដែរសូមបន្តធ្វើការថែទាំទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តក៏ដូចជាផ្លូវសង្គមរបស់ខ្លួនលោកអ្នកឲ្យបានល្អទើបយើងទទួលបាននូវសុខុមាលភាពល្អប្រសើរថែទាំសុខភាពរបស់ខ្លួនមានន័យថាមនុស្សយើងព្យាយាមស្វែងរកតុល្យភាពតាមរយៈមានពេលសម្រាប់គ្រប់គ្រាន់ធ្វើសកម្មភាពខាងរាងកាយផ្សេងៗនិងទុកពេលវេលាឲ្យរាងកាយរបស់យើងជួសជុលកន្លែងដែលខូចខាតផងស
សង្ឃឹមថាវីដេអូមួយនេះនឹងក្លាយជាចំណេះដឹងខ្លះៗសម្រាប់លោកអ្នកហើយលោកអ្នកចែករំលែកជាមួយនឹងអ្នកដទៃឲ្យពួកគេព្យាយាមស្វែងរកពេលវេលាខ្លះសម្រាប់ផងដែរតើលោកអ្នកសម្រាប់បានប្រមាណម៉ោងដែរក្នុងមួយថ្ងៃតើលោកអ្នកមានពេលវេលាខ្លះសម្រាប់លំហែដែរទេខ្ញុំពិតជាចង់ដឹងឮមតិយោបល់របស់លោកអ្នកទាំងអស់គ្នាពិតមែនសូមចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗនាពេលក្រោយទៀតសូមអរគុណ